và xung chùm riệp xúa có đôi chia xúa đây từ căn ôn xa xa nụ sơ thằng ngọc khía ngày nay dương vơ trở lọc một căn mê riêng rồi bỏ dương xa chết mấy đài chiều vẽ trong cái nó không mê riêng tìm mùi rồi bỏ dương chẳng chỉ tu tâu nó không mùi mê riêng việc tay tại miền story cái hào thả rương mùi xem nhập ở dương án nâu vẽ trong cái chẳng dương có mọi khát về dũ dương tụ cho story nó không unit one rồi bỏ dương thằng ngọc khíaต่อจังสมยังเหมือน unit one story จุดธรรมดาในក្នុង story យើងតែងតែមាន side words ដូចអូនបានឃើញអញ្ចឹង side words ដែល side words របស់យើងនៅទីនេះយើងមាន4ពាក្យទី1យើងអានថា earn it is បាទអញ្ចឹងលោកគ្រូសូមបញ្យល់តកតងជាមួយនឹង side word នេះបន្តិចអញ្ចឹង side word នៅក្នុង story នៅក្នុងសភៅរបស់យើងមានន័យថាគឺជាពាក្យដែលប្អូនត្រូវអានភ្លាមចំណាំនិងអានចាំបាទព្រោះដោយសារ side word នេះមានពាក្យខ្លះវាអានខុសពីការប្រកបនៅក្នុង phonics របស់យើងអញ្ចឹងហើយជាហេតុដែលនាំឲ្យពាក្យហ្នឹងប្អូនត្រូវចំណាំចាំនឹងអានភ្លាមយកតែម្ដងព្រោះពាក្យខ្លះគឺវាប្រកបវាអត់ប្រកបដូច phonic ទេឥឡូវដូចពាក្យទី1គឺ earned អញ្ចឹងយើងមិនអាចអណិទៅចេញ earn ទេអញ្ចឹងអណិឃើញទេអញ្ចឹង earned ទី2ហេតុអីយើងមិនអានទៅពេលយើងទៅអានវាថា it នេះយើងអាចប្រកបចេញបាន it វាទៅជា it is it ឃើញទេអញ្ចឹងមានពាក្យខ្លះយើងអាចប្រកបបានពាក្យខ្លះយើងអត់ប្រកបទេអញ្ចឹងហើយ side words ជាពាក្យដែលប្អូនត្រូវចំណាំអានភ្លាមយកតែម្ដងតោះអញ្ចឹងយើងកុំឲ្យខាតពេលយើងទៅមើលនិយមន័យរបស់ពាក្យនីមួយ earned យើងប្រែថា1ក៏យើងប្រែថា1អញ្ចឹងមកដល់ទីនេះតើបងប្អូនមានឆ្ងល់ហេតុអីចាំបាច់មានហេតុអីចាំបាច់មាន earn បាទអញ្ចឹងនិង earn គឺវាសម្គាល់ទៅលើឯកវចននាមដូចគ្នាប៉ុន្តែវាមានលក្ខណៈខុសគ្នាឯកវចននាមមានតែមានតែមួយបាទនាមតែមួយអញ្ចឹងវាសម្គាល់បែបម៉េចអញ្ចឹង earn យើងប្រើជាមួយនឹងឯកវចននាមណាដែលផ្ដើមដោយស្រៈនៅក្នុងភាសាអង់គ្លេសមានតែសរសេរផ្ដើមដោយស្រៈណាដូចដែលលោកគ្រូបានបង្ហាញនៅការអាននិងការស្គាល់តួអក្សរ a a b b រហូតដល់ c សហ្នឹងលោកគ្រូបានប្រាប់ឲ្យថាស្រៈនៅក្នុងភាសាអង់គ្លេសគឺមានចំនួន5ដែលវាមាន a e i o u អញ្ចឹងបើសិនជាឯកវចននាមណាដែលផ្ដើមដោយ a e i o u ហ្នឹងគឺយើងត្រូវប្រើជាមួយនឹង earn រាល់ឯកវចននាមណាដែលផ្ដើមដោយ consonant មានដោយព្យញ្ជនៈដែលមាន b ដូចជា b c បាទ b b c k ឬក៏ d អីហ្នឹងគឺយើងត្រូវប្រើជាមួយនឹងពាក្យបន្ទាប់គឺពាក្យ it ជាសព្វនាមជាប្រធានយើងប្រែវាថាវាបាទប្រែថាវាសម្គាល់ថាវាវត្ថុអញ្ចឹងណាវាទីកន្លែងក៏វាឃើញទេតែឈើទៅក៏វាអញ្ចឹងទៅសត្វក៏វាអញ្ចឹងទៅបាទយើងសម្គាល់ទៅលើសព្វនាមជាប្រធានយើងប្រែថាវា it ហើយពាក្យចុងក្រោយគេគឺជាកិរិយាសព្ទ to be ដែលយើងអានថា is យើងប្រែថាជាឬក៏គឺជាអញ្ចឹងយើងសុំកលេចទៅមើលឧទាហរណ៍ examples of និង earn របស់យើងនៅខាងលើនេះឃើញទេទី1 earn apple ហេតុអីបានយើងប្រើមួយ earn ព្រោះដោយសារយើងឃើញពាក្យ apple បាទឯវចននាម apple របស់យើងផ្ដើមដោយ a ដែលជាស្រៈដែលយើងថាតើតែឯវចននាមណាផ្ដើមជាមួយនឹងស្រៈគឺយើងត្រូវប្រើ earn អញ្ចឹងហ៎បាទអញ្ចឹង earn apple ទី2 earn x អញ្ចឹងយើងអត់ប្រើទេព្រោះដោយសារពាក្យ x វាផ្ដើមដោយស្រៈបាទទី3គឺ a cat បាទ a cat
cat គឺយើងផ្ដើមដោយ consonant secret អញ្ចឹងអត់មានជាស្រៈទេយើងត្រូវប្រើជាមួយនឹងហើយយ៉ាងហ្នឹងបាទចុងក្រោយគេគឺ a bird បាទ an apple ផ្លែប៉ោមមួយផ្លែ an x ពូថៅមួយគ្រឿង a cat ឆ្មាមួយក្បាល a bird ចាបមួយក្បាលតោះអញ្ចឹងយើងចូលទៅមើលសាច់រឿង story របស់យើងបាទតោះ read along read along គឺយើងអានតាមអូខេ number 1 an alligator សត្វក្រពៀមួយក្បាលទី2 number 2 a bear សត្វខ្លាឃ្មុំមួយក្បាល number 3 a banana ចេកមួយផ្លែចុងក្រោយគេ number 4 it is a catវាគឺជាឆ្មាមួយក្បាលអញ្ចឹង story របស់យើងមានតែ4ប្រយោគនេះទេហើយប្រយោគនេះយើងអាចយកទៅនិយាយបានហើយកញ្ញា it is a cat ប្រែថាវាគឺជាឆ្មាមួយក្បាលចុះបើសិនជាលោកគ្រូចង់ឲ្យបងអូនបង្កើតប្រយោគមួយថាវាគឺជា computer មួយគ្រឿងដែលពាក្យ computer យើងរៀនហើយប្រយោគវាគឺជាក៏យើងមាននៅទីនេះអញ្ចឹង computer តើយើងត្រូវប្រើជាមួយនឹងឯកវចននាមឬក៏ អញ្ចឹងបងអូនអាចរៀនបង្កើតខ្លួនឯងហើយជាមួយនឹងពាក្យដែលយើងរៀនក្នុង unit 1 តាក់ទងជាមួយនឹង a b c b a b b c ខនឹងរបស់យើងបងអូនអាចយកទៅបង្កើតប្រយោគជាមួយនឹង it is នេះបានអញ្ចឹងបងអូននឹងអាចចេះច្រើនប្រយោគហើយតាក់ទងជាមួយនឹងវាគឺជាបាទអញ្ចឹងវីដេអូយើងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងជាមួយនឹង unit 2 D the EX និង alpha ទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា